ទូស្ដីបងប្អូននិងមិត្តភ័ក្តិយើងទាំងអស់គ្នាថ្ងៃនេះជួបគ្នាទៀតហើយជាវគ្គទី3នៅក្នុងរូបមន្តជីវិតឯកតកម្មតើបងប្អូននិងមិត្តភ័ក្តិយើងយល់ឃើញយ៉ាងម៉េចដែរនៅក្នុងរូបមន្តជីវិតឯកតកម្មរូបមន្តជីវិតឯកតកម្មមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ទេគឺជាកម្មសិទ្ធិរបស់មនុស្សគ្រប់គ្នាទាំងអស់រូបបានន័យថារូបរាងកាយរូបមន្តបានន័យថាគំនិតបញ្ញារូបិយបូកនឹងអរូបិយបានន័យថាម៉េចធនធានអរូបិយមុនដល់រូបបានន័យថាធនធានរូបិយជីវិតគឺមានពេលកំណត់ថ្ងៃនេះយើងមកនិយាយជីវិតបន្តទៅទៀតឯកតកម្មគឺទៅធ្វើដោយខ្លួនឯងឲ្យបានសម្រេចលទ្ធផលបានន័យថាកម្មលិខិតយើងកំណត់ជោគវាសនាដោយខ្លួនឯងយើងមិនឲ្យព្រំលិខិតកំណត់ឲ្យយើងទេដូច្នេះសូមឲ្យបងប្អូនយើងទាំងអស់គ្នាវឹកហាត់តាមនេះដើម្បីផ្លាស់ប្ដូរកែប្រែជីវភាពកែប្រែខ្លួនឯងទាំងស្រុងដូច្នេះយើងនឹងវឹកហាត់ម្ដងបន្តិចរហូតតតែយើងយល់យើងធ្វើកើតដូច្នេះថ្ងៃនេះយើងបញ្ជាក់អំពីពេលវេលាដែលមានកំណត់សូមឲ្យបងប្អូនយើងទាំងអស់គ្នាតាមដានបន្តទៅទៀតតើស្អីទៅដែលគេហៅថាពេលវេលាមានកំណត់អូខេនេះគឺជាពេលវេលាដែលមានកំណត់នៅក្នុងជីវិតយើងថាជីវិតស្មើនឹងពេលវេលាជីវិតអត់មានន័យអីទេដូច្នេះយើងត្រូវបង្កើតគុណភាពនៃជីវិតយើងត្រូវតែផ្លាស់ប្ដូរជីវិតខ្លួនឯងដូច្នេះយើងត្រូវធ្វើយ៉ាងម៉េចឥឡូវនេះបើជីវិតមានពេលកំណត់បានន័យថាជីវិតយើងមនុស្សម្នាក់នៅលើភពផែនដីនេះគឺមានពេលកំណត់ទាំងអស់គ្នាយើងមិនអាចរស់បានអស់គ្មានចេះបាត់បង់ទៅវិញទេអ្វីក៏បាត់បង់ទៅវិញដែរក៏ប៉ុន្តែយើងមិនមែនប្តីផ្ដួលទៅលើការបាត់បង់នឹងទេយើងត្រូវតែកសាងសមត្ថភាពនិងទេពកោសល្យឲ្យអស់ពីខ្លួនដើម្បីធ្វើឲ្យទៅជាបុគ្គលដ៏អស្ចារ្យមួយនៅក្នុងពិភពលោកនៅក្នុងគ្រួសារនៅក្នុងសង្គមតែរូបមន្តជីវិតឯកតកម្មនឹងជួយអ្នកឲ្យអ្នកយល់អ្នកដឹងអាចដោះស្រាយរាល់បញ្ហាទាំងអស់នេះបានដូច្នេះថ្ងៃនេះគឺយើងផ្ដោតថាជីវិតមានពេលកំណត់ហេតុអីបានជីវិតមានពេលកំណត់ពេលដែលយើងកើតយើងស្លាប់ទៅវិញគឺវាមានកំណត់នៅលើភពផែនដីនេះគឺគ្មានបុគ្គលណាអាចរស់ជាអមតៈនោះទេដូច្នេះយើងត្រូវតែបែងចែកថាមុននឹងធ្វើអីមានពេលយ៉ាងម៉េចដូច្នេះពេលទី1បានន័យថាម៉េចយើងមើលពេលទី1បានន័យថាអតីតកាល20ឆ្នាំ20នេះគឺអាយុ20ឆ្នាំនៅពេលណាដែលយើងនៅក្រោមអាយុ20ឆ្នាំមនុស្សយើងគឺអត់ប្រយោជន៍គឺមានធ្វើអ្វីបានទេដូច្នេះវេនទី2គឺបច្ចុប្បន្នភាពអតីតកាលដែលកន្លងផុតទៅហើយយើងមិនអាចកែប្រែបានទេតែយើងអាចកែប្រែអនាគតបាន20ទី2គឺបច្ចុប្បន្នកាលដូច្នេះបើសិនយើងចង់ដឹងថាខ្ញុំនៅត្រង់ណាអាយុប្រមាណហើយនៅសល់ពេលប្រមាណដូច្នេះនៅក្នុងពេលនេះ20នេះគឺ20បាននៃ20ទាំង3នេះ60ឆ្នាំហើយដូច្នេះយើងអាចទៅដល់70ឆ្នាំទៀតយើងអាចទៅដល់70ឆ្នាំដូច្នេះដើម្បីប្រៀបផែនការនៃជីវិតយើងត្រូវយល់អំពីពេលវេលាតើយើងមានពេលទៅធ្វើវាអត់តើនៅក្នុងមួយថ្ងៃមានប៉ុន្មានម៉ោងមាន24ម៉ោងនៅក្នុង24ម៉ោងឲ្យឧទាហរណ៍ថាមួយអាទិត្យយើងកេងប្រហែលម៉ោងយើងធ្វើអីប្រហែលម៉ោងណាយើងចែកជាម៉ោងចែកជាពេលវេលាហើយយើងនៅសល់ពេលប្រហែលទៅសម្រាប់គោលដៅផងយើងដូច្នេះយើងត្រូវតែស្វែងយល់ថាតើមានពេលប្រហែលនេះហើយជីវិតកាលណាបើវាអស់មកវាពីលើមកក្រោមវាអស់ពេលអានេះវាពេញអានេះវាអស់តែពេលហ្នឹងគឺជីវិតយើងគឺយើងអាចបញ្ចប់បានដូច្នេះមុននឹងបញ្ចប់យើងត្រូវតែធ្វើឲ្យបានសម្រេចនៅគោលបំណងនៅក្នុងពេលដែលយើងកំណត់ទុកនេះគឺអតីតកាលហ្នឹងគឺផលរបស់អំពើដែលយើងធ្វើបានមកណាហើយនេះបច្ចុប្បន្នកាលគឺសកម្មភាពពីធម្មជាតិយើងនាំគ្នាប្រឹងប្រែងហើយខ្សែបន្តនេះគឺខ្សែបន្តជីវិតយើងណាហើយនេះគឺស្អីគេទស្សនវិស័យសេចក្តីប្រាថ្នាដែលយើងប៉ុនប៉ងចង់បាននៅក្នុងអនាគតដូច្នេះយើងត្រូវចាំ
tay tạ có mình ai kè prè bàn tê đối với xong ai bong bóng nhưng từng ở kia có mấy ruột này không tay tạ có tới tay ruột này không bắt cho mình cảហើយបង្កើតអនាគតថ្មីនេះពាក្យថាសច្ចភាពពាក្យថាសច្ចភាពនៅកន្លែងនេះបានន័យថាម៉េចអ្វីទាំងអស់នេះมันអាចកែប្រែបាននេះគឺជាការពិតនេះគឺជាការពិតมันអាចកែប្រែទេដូច្នេះវាអញ្ចឹងគឺវាអញ្ចឹងហើយអ្នកត្រូវតែទទួលយកវាដោយស្ម័គ្រចិត្តហ្មងទេទី1គឺយើងកើតមកគឺអីយើងនៅក្នុងបន្ទុកគ្រួសារទី2យើងឯករាជ្យទី3យើងទៅជាអ្នកដឹកនាំគេនេះដំណើរការនៅជីវិតដូច្នេះយើងត្រូវសួរថាតើហេតុអីជីវិតយើងមានពេលកំណត់តើនៅក្នុងនេះខ្ញុំមានពេលប៉ុណ្ណាដើម្បីទៅធ្វើអ្វីដែលខ្ញុំចង់បានហើយនៅក្នុងមានពេលរយៈពេលប៉ុន្មានដែលអ្វីដែលខ្ញុំត្រូវធ្វើដូច្នេះសូមឲ្យបងប្អូនយើងដាក់សំណួរសួរឲ្យបានច្រើនហើយរៀបចំគោលដៅជីវិតនឹងឲ្យបានច្បាស់លាស់ដើម្បីឲ្យយើងបានដឹងឲ្យយើងបានយល់ឲ្យយើងធ្វើកើតនៅរឿងទាំងអស់នេះដូច្នេះយើងត្រូវបែងចែកពេលវេលាយើងនឹងបញ្និយាយរឿងនេះម្ដងទៀតមួយវគ្គទៀតថ្ងៃនេះគ្រាន់តែណែនាំឲ្យស្គាល់ទេតែរូបមន្តជីវិតឯកតកម្មគឺមានអាចកម្បាំងមួយគឺយើងអីគេគឺយើងរៀនផ្លាស់ប្ដូរផ្នត់គំនិតផ្លាស់ប្ដូរការគិតផ្លាស់ប្ដូរខួរក្បាលយើងផ្លាស់ប្ដូរនិស្ស័យយើងផ្លាស់ប្ដូរទំនប់យើងហើយដើម្បីធ្វើកើតអ្វីដែលយើងជាប់គាំងគឺយើងរៀនប្រើឲ្យអនុសម្បញ្ញៈនៅក្នុងខ្លួនយើងទទួលយកការពិតនៅពេលអនុសម្បញ្ញៈទទួលយកការពិតវានឹងคล้ายទៅជាការពិតដូច្នេះបើសិនជាខួរក្បាលយើងទទួលហើយជឿជាក់ថាវាជាការពិតវាអាចទទួលបាននៅក្នុងដៃហើយដូច្នេះយើងនឹងវឹកហាត់បន្តទៅទៀតគឺអាចកំបាំងដែលធំបំផុតដែលយើងទៅដល់នេះគឺយើងទៅផ្លាស់ប្ដូរកោសិកានៅក្នុងខួរក្បាលយើងដើម្បីឲ្យយើងទៅជាបុគ្គលមួយដ៏ថ្មីជ្រៅដែលអស្ចារ្យដែលធ្វើអ្វីក៏បានដូច្នេះយើងនឹងជួបគ្នានៅវគ្គក្រោយបន្តទៅទៀតសូមអរគុណបាទ